សួស្តីទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់កម្មវិធីសាស្ត្រ Chinese Science Point ជាមួយនឹងខ្ញុំមីនជីនចារបស់សាលាអាមេរិក Stanford នៅក្នុងវីដេអូនេះគឺខ្ញុំសូមតបពីវគ្គមុនចាគឺយើងសិក្សាអំពី条件复句ចា conditional sentences នៅក្នុងភាសាចិនដដែលជាមួយនឹងពាក្យលុះត្រាតែ unless ចា除非ចាប៉ុន្តែលើកនេះគឺខ្ញុំសូមដូរពាក្យឆាយចេញទៅជាពាក្យ folder ឬក៏ពាក្យថា不然ដែលបកប្រែថាលុះត្រាតែនេះបកប្រែថាបើមិនអញ្ចឹងទេតោះជិះយើងមើលនិយមន័យទាំងអស់គ្នា除非之后表示唯一的必备条件ដូចលើកមុនអញ្ចឹងនៅពីខាងក្រៅអក្សរ除非ចាគឺវាសម្រាយ express អំពីចាលក្ខខណ្ឌដែលចាំបាច់ដែលមានតែមួយគត់ដែលចាំបាច់ចាលក្ខខណ្ឌមួយហ្នឹងប៉ុន្តែនៅពីខាងក្រៅពាក្យថា否则ឬក៏不然ចា是没有这个条件会产生的结果ចាខាងមុខយើងសិក្សាអំពីមេរៀនមុនលុះត្រាតែទៅអ្នកឯងទៅបងខ្ញុំទៅចាប៉ុន្តែអានេះវិញអត់ទេអានេះថាលុះត្រាតែអាខាងមុខហ្នឹងឲ្យសិនបើមិនអញ្ចឹងទេអាឃ្លាទី2នេះវាអាចកើតឡើងបានទេចាស្អប់វារៀងប្រឆិតគ្នាណាគេឲ្យសម្រាយថា否则ឬក៏不然之后是没有这个条件会产生的结果ចាគឺជាលទ្ធផលដែលអាចនឹងកើតឡើងបើសិនជាអត់មានលក្ខខណ្ឌមួយនេះស្ដាប់មកវារៀងពិបាកនៅក្នុងការយល់អញ្ចឹងយើងមកមើលឧទាហរណ៍ទាំងអស់គ្នា除非临时有事临时 it mean ភ្លាមជាបន្ទាន់ចាមានរឿងជាបន្ទាន់លុះត្រាតែមានរឿងជាបន្ទាន់否则谁也不准请假បើមិនអញ្ចឹងទេនរណាក៏មិនអនុញ្ញាតឲ្យសូមច្បាប់ដែរមានថាលុះត្រាតែមានលក្ខខណ្ឌនេះកើតឡើងណាចាអូខេទៅខាងក្រោយនេះអញ្ចឹងអូខេ除非再给我一个星期លុះត្រាតែ再មាន again គេមានឲ្យលុះត្រាតែឲ្យខ្ញុំមួយសប្តាហ៍ម្ដងទៀតមានថាឲ្យខ្ញុំរយៈពេលមួយសប្តាហ៍ទៀត否则我们无法完成任务បើមិនអញ្ចឹងទេពួកយើងអត់អាចបញ្ចប់នៅគេហៅថាបេសកកម្មឬក៏ mission នេះនោះទេមានថាដាច់ខាតអាទី1ត្រូវតែផ្ដល់ឲ្យសិនអានេះគឺបើមិនអញ្ចឹងទេ if not ចាបើសិនជាមិនអញ្ចឹងទេពាក្យ folder ឬក៏ពាក្យ不然មានន័យដូចគ្នាអូខេបញ្ចប់ហើយជាមួយនឹង除非ឬជាមួយនឹង除非不然ឬក៏除非folder ចា HSK level 5ខ្ញុំគាត់ថាវាចាប់ផ្ដើមពិបាកដែរនៅពេលដែលយើងបានសិក្សាភាសាចិននៅក្នុង proficiency មួយដែលកាន់តែខ្ពស់ប៉ុន្តែបើសិនជាយើងអាចសម្រេចជាមួយនឹងការប្រឡងបន្ទុក HSK level 5ឬក៏ level 6ឡើងទៅចាឱកាសដែលយើងអាចទៅសិក្សានៅប្រទេសចិនឬក៏នៅក្នុងការក្តាប់យកអាជីពឬក៏ជំនាញណាមួយនៅក្នុងក្រុមហ៊ុនដែលគេមានតម្រូវការ HSK ក៏យើងមានឱកាសកាន់តែខ្ពស់ផងដែរអូខេយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយជាមួយនឹងការបង្ហោះនៅលើ page របស់សាលាអាមេរិក Stanford ជាមួយនឹងខ្ញុំមីនជីននៅក្នុងកម្មវិធីសាស្ត្រ Chinese Science Point បើសិនជាមានសំណួរធ្វើការ comment នៅខាងក្រោមបានណាខ្ញុំនឹងធ្វើការសម្រាយជូនផងដែរបាយបាយ